សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសសិស្សនិស្សិតអាហារូបករណ៍និងបង់ថ្លៃសិក្សាឲ្យចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគដាច់ជោសែនតាកែវយើងចាំដើរកុំដេកយូរតែចិត្តតស៊ូមុនគូត្រូវគិតមកចេញពីភពដែលងងឹតវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគដាច់ជោសែនតាកែវសូមជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថានៅក្នុងឆ្នាំសិក្សាថ្មីនេះវិទ្យាស្ថានត្រូវការជ្រើសរើសសិស្សនិស្សិតទាំងពីរភេទចំនួន 3960 នាក់ឲ្យចូលរៀនជំនាញបច្ចេកទេសដូចជា 1. វិស័យអគ្គិសនីនិងថាមពល 2. វិស័យមេកានិក 3. វិស័យសេវាកម្មធុរកិច្ចនិង 4. វិស័យកសិកម្មនិងកសិឧស្សាហកម្មតាមកម្រិតនិងតាមលក្ខខណ្ឌដូចខាងក្រោម 1. ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាវិស្វកម្មអគ្គិសនីវិស្វកម្មរថយន្តគណនេយ្យអាជីវកម្មការទំនាក់ទំនងនឹងទីផ្សារការគ្រប់គ្រងធនធានមនុស្សការគ្រប់គ្រងអាជីវកម្មធនាគារនិងមីក្រូហិរញ្ញវត្ថុភាសាអង់គ្លេសអាជីវកម្មការគ្រប់គ្រងសន្តិសុខតាមអ៊ីនធឺណិតនិងព័ត៌មានវិស្វកម្មទូរគមនាគមន៍និងបណ្ដាញវិទ្យាសាស្ត្រកសិកម្មផលិតកម្មស័ន្ទវិទ្យាសាស្ត្រសត្វនិងវិស្វកម្មកែច្នៃផលិតផលកសិកម្ម 2. សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសការដំឡើងនិងការថែទាំប្រព័ន្ធបញ្ជានិងបណ្ដាញអគ្គិសនីក្នុងអគារការថែទាំនិងជួសជុលអគ្គិសនីរថយន្តការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្តការថែទាំនិងជួសជុលរថយន្តគណនេយ្យអាជីវកម្មទីផ្សារនិងការលក់ការគ្រប់គ្រងធនធានមនុស្សការគ្រប់គ្រងអាជីវកម្មធនាគារនិងមីក្រូហិរញ្ញវត្ថុការគ្រប់គ្រងសន្តិសុខតាមអ៊ីនធឺណិតនិងព័ត៌មានវិស្វកម្មទូរគមនាគមន៍និងបណ្ដាញវិទ្យាសាស្ត្រកសិកម្មផលិតកម្មស័ន្ទវិទ្យាសាស្ត្រសត្វនិងការកែច្នៃនិងការវិភាគអាហារ 3. សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ 1, 2, 3ការដំឡើងនិងការថែទាំបណ្ដាញអគ្គិសនីការថែទាំនិងជួសជុលឧបករណ៍អេឡិចត្រូនិកការថែទាំនិងជួសជុលឧបករណ៍ស្វ័យប្រវត្តិកម្មការជួសជុលនិងថែទាំឧបករណ៍ថាមពលកកើតឡើងវិញការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្តការថែទាំនិងជួសជុលត្រីចក្រយានយន្តការថែទាំនិងជួសជុលទូចក្រយានយន្តការថែទាំនិងជួសជុលរថយន្តការបោះពុម្ពសេវាកម្មរដ្ឋបាលសេវាកម្មកុំព្យូទ័រវារីវប្បកម្មការកែច្នៃបន្លែផ្លែឈើការកែច្នៃសាច់ការចិញ្ចឹមសត្វនិងបសុសត្វលក្ខខណ្ឌនៃការជ្រើសរើស 1. ថ្នាក់បរិញ្ញាបត្របច្ចេកទេសបេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រដែលមានតម្លៃស្មើ 2. ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសបេក្ខជនដែលបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី12ជាប់ឬធ្លាក់បាក់ឌុំបេក្ខជនដែលមានសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ 3 ថ្នាក់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ 1 បេក្ខជនត្រូវមានអាយុចាប់ពី15ឆ្នាំឡើងទៅចំពោះបេក្ខជនដែលជាស្ត្រីភេទជនពិការយុវជនមកពីគ្រួសារក្រីក្រនិងជនជាតិដើមភាគតិចត្រូវបានផ្ដល់អាទិភាពក្នុងការជ្រើសរើសឲ្យចូលរៀនការទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី20ខែកុម្ភៈឆ្នាំ2026វេលាម៉ោង 17 ល្ងាចជាកំហិតកន្លែងទទួលពាក្យការិយាល័យផ្ដល់ព័ត៌មាននិងចុះឈ្មោះចូលរៀននៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគដាច់ជោសែនតាកែវកាលបរិច្ឆេទចូលរៀនសម្រាប់វេនថ្ងៃច័ន្ទដល់ថ្ងៃศุកร์ចូលរៀនលើកទី1នៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ចូលរៀនលើកទី2ថ្ងៃទី5ខែមករាឆ្នាំ2026សម្រាប់វេនថ្ងៃសៅរ៍ថ្ងៃអាទិត្យចូលរៀនលើកទី1ថ្ងៃទី3ខែមករាឆ្នាំ2026ចូលរៀនលើកទី2ថ្ងៃទី7ខែកុម្ភៈឆ្នាំ2026សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទំនាក់ទំនងនៅការិយាល័យផ្ដល់ព័ត៌មាននិងចុះឈ្មោះចូលរៀននៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគដាច់ជោសែនតាកែវដែលមានអាសយដ្ឋានស្ថិតនៅបណ្ដោយផ្លូវជាតិលេខ2ខាងលិចវិមានឯករាជ្យប្រហែល150ម៉ែត្រភូមិ3សង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវទូរស័ព្ទទំនាក់ទំនងលេខ070 82 22 82 096 201 86 52 098 52 26 45 010 87 88 38 016 73 33 04សូមអរគុណ